រុស្ស៊ីងាយស្រួលដោះស្រាយជាងអ៊ុយក្រែនទ្រមប្រធានាធិបតីអាមេរិកអាចនឹងមានការសន្ទនាមួយទៀតជាមួយលោក Vladimir Putin នៅចុងសប្តាហ៍នេះរុស្ស៊ីងាយស្រួលដោះស្រាយជាងអ៊ុយក្រែនទ្រមលោកប្រធានាធិបតី Donald Trump ថ្លែងនៅទស្សនមូលធុរកិច្ចនៅទីក្រុង Washington ថ្ងៃទី11 ខែមីនា ឆ្នាំ 2025 Full via app ប្រធានាធិបតីអាមេរិកលោក Donald Trump បានរំលឹកឡើងវិញថារហូតមកដល់ពេលនេះលោកយល់ឃើញថាមានភាពងាយស្រួលក្នុងការដោះស្រាយជាមួយរុស្ស៊ីជាងអ៊ុយក្រែនខណៈដែលលោកស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរដោយបង្ហាញក្តីសង្ឃឹមថាទីក្រុងម៉ូស្គូនឹងយល់ព្រមលើកឈប់បាញ់រយៈពេល30ថ្ងៃដែលបានស្នើឡើងជាមួយទីក្រុងគីវលោក Trump បានធ្វើការកត់សម្គាល់នៅក្នុងទម្រធុរកិច្ចមួយកាលពីថ្ងៃអង្គារមិនយូរប៉ុន្មានបន្ទាប់ពីគណៈប្រតិភូអ៊ុយក្រែននិងអាមេរិកបានជួបប្រជុំគ្នានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតជាកន្លែងដែលក្រុងគីវបានយល់ព្រមចំពោះអ្វីដែលមេដឹកនាំអាមេរិកបានពិពណ៌នាថាជាបទឈប់បាញ់ពេញលេញខណៈដែលក្រុង Washington បានរារាំងជំនួយផ្នែកយោធានិងចារកម្មលោក Trump បាននិយាយថាខ្ញុំបាននិយាយហើយថារុស្ស៊ីមានភាពងាយស្រួលក្នុងការដោះស្រាយជាមួយអ៊ុយក្រែនមកទល់ពេលនេះដែលវាមិនត្រូវបានគេសន្មតថាជាវិធីនោះទេប៉ុន្តែយើងមានបទឈប់បាញ់ពេញលេញពីអ៊ុយក្រែនហើយនោះជាការល្អហើយយើងសង្ឃឹមថានឹងទទួលបានរុស្ស៊ីអាមេរិកបន្តជំនួយផ្នែកស៊ើបការនិងយោធាដល់អ៊ុយក្រែនអាមេរិកបន្តផ្ដល់ជំនួយស៊ើបការនិងយោធាដល់អ៊ុយក្រែននៅព្រឹកថ្ងៃដដែលលោក Trump បានប្រាប់អ្នកសារព័ត៌មានថាការឈានដល់កិច្ចព្រមព្រៀងបែបនេះនឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយដើម្បីបញ្ចប់ជម្លោះបើមិនដូច្នេះទេលោកបាននិយាយថាយើងបន្តដោយព្រមានថាមនុស្សជាច្រើននឹងត្រូវបានសម្លាប់លោក Trump បានបន្ថែមថាសង្ឃឹមថាប្រធានាធិបតីរុស្ស៊ី Vladimir Putin អាចយល់ព្រមជាមួយវាហើយយើងអាចទទួលបានការសម្ដែងនេះនៅលើផ្លូវដោយបង្ហាញថាគាត់អាចនឹងសន្ទនាតាមទូរស័ព្ទមួយផ្សេងទៀតជាមួយសម្ភាគីរុស្ស៊ីនៅចុងសប្តាហ៍នេះវិមានក្រមឡាំងមិនទាន់ផ្ដល់ការឆ្លើយតបជាផ្លូវការចំពោះសេចក្តីថ្លែងការណ៍នេះនៅឡើយទេប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថាទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងទីក្រុង Washington ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះមិនអាចបដិសេធបានទេអ្នកយកព័ត៌មានរបស់វិមានក្រមឡាំងលោក Dmitry Smirnov បានលើកឡើងថាការហៅទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកនិងរុស្ស៊ីអាចធ្វើឡើងនៅថ្ងៃសុក្រទីក្រុងគីវបានកំណត់ពេលការវាយប្រហារដ៏ព្រៃផ្សៃលើជនស៊ីវិលដើម្បីស្របពេលជាមួយនឹងការចោទចាប់ឈប់បាញ់ទីក្រុងម៉ូស្គូអានបន្ថែមទីក្រុងគីវបានកំណត់ពេលការវាយប្រហារដ៏ព្រៃផ្សៃលើជនស៊ីវិលដើម្បីស្របពេលជាមួយកិច្ចចោទចាប់ឈប់បាញ់ម៉ូស្គូកន្លងមកទីក្រុងម៉ូស្គូបានច្រានចោលបទឈប់បាញ់បណ្ដោះអាសន្នដោយលើកហេតុផលថាពួកគេគ្រាន់តែអនុញ្ញាតឲ្យក្រុងគីវប្រមូលផ្ដុំនិងរៀបចំឡើងវិញមន្ត្រីរុស្ស៊ីបានទូចលើដំណោះស្រាយជាអចិន្ត្រៃយ៍និងស្របច្បាប់ដែលដោះស្រាយបញ្ហាស្គលនៃជម្លោះលោក Trump បាននិយាយមុននេះថាក្រុងគីវពិបាកដោះស្រាយជាងដោយបានរំលឹកឡើងវិញនៅការផ្លាស់ប្ដូរដ៏ក្តៅគគុកនៅក្នុងការិយាល័យ Oval ដែលបានបញ្ចប់ដោយមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានប្រាប់ឲ្យចាកចេញមុនកំណត់នៅពេលសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថាតើ Zelensky ត្រូវបានស្វាគមន៍ត្រឡប់មកសេតវិមានឬអត់នោះ Trump បានឆ្លើយតបថាប្រកាសណាស់ដោយកត់សម្គាល់ភាពខុសគ្នាខ្លាំងចាប់តាំងពីដំណើរទស្សនកិច្ចដ៏គួរឲ្យធុញទ្រាន់អ្នកអាចចែករំលែករឿងនេះនៅលើបណ្ដាញសង្គមតាមដានរដ្ឋធិលោក Donald Trump រុស្ស៊ីជំលោះរុស្ស៊ីអ៊ុយក្រែនអ៊ុយក្រែន Vladimir Putin Vladimir Zelensky អ្នកអានជាទីគោរពសូមអរគុណចំពោះការចូលរួមដ៏រស់រវើករបស់អ្នកជាមួយនឹងខ្លឹមសាររបស់យើងនិងសម្រាប់ការចែករំលែកទស្សនៈរបស់អ្នកសូមចំណាំថាយើងបានបដូរទៅប្រព័ន្ធផ្ដល់មកថ្មីដើម្បីទុកមតិយោបល់អ្នកនឹងត្រូវចុះឈ្មោះយើងកំពុងធ្វើការលើការកែតម្រូវមួយចំនួនដូច្នេះប្រសិនបើអ្នកមានសំណួរឬសំណូមពរសូមផ្ញើពួកគេទៅកាន់